ជំរាបសួរបងប្អូនអរគ្នាសុខសប្បាយអត់ថ្ងៃហ្នឹងខ្ញុំនៅរោងអនុរបស់ខ្ញុំខាងក្រោយនេះហើយខ្ញុំថ្ងៃហ្នឹងមកបេះផ្លែនងខ្លះហើយឥឡូវបងប្អូនសូមទៅទស្សនាទាំងអស់គ្នាហ្នឹងហើយទស្សនាមួយបងប្អូនហើយបងប្អូននឹងភ្ញាក់ផ្អើលថាតើខ្ញុំបានផ្លែនងប្រហែលថ្ងៃហ្នឹងអញ្ចឹងណាតោះ let's go អូខេបងប្អូនឥឡូវបងប្អូនមើលខាងក្រោយខ្ញុំឃើញអីអត់នេះឃើញអត់ផ្លែនងណាផ្លែនងខ្ញុំបេះបានហើយប៉ុណ្ណឹងមាន2ផ្លែបងប្អូនខ្ញុំនឹងកាត់វាល្អមែនតើបងប្អូនឃើញអត់នេះអើយល្អមែនតើនៅខ្ចីលវក់ណាវាចាស់ណាបងប្អូនអូខេបងប្អូនឥឡូវមកនៅខាងនេះម្ដងបើមានផ្លែនងខ្លះដែលខ្ញុំអាចបេះបានអត់នេះផ្លែនងបងប្អូនប៉ុណ្ណឹងអាចបេះបានហើយប៉ុណ្ណឹងល្មមនេះណែឥឡូវមកខាងនេះម្ដងបងប្អូននេះផ្លែនងនេះចាប់ដើមបេះវាអើយល្អមែនតើនេះឡើងកៅហ្មងណែកៅណាអានេះនៅទូចបងប្អូននៅទូចអានេះក៏នៅទូចដែរហើយអានេះអត់ទាន់ធំទេហើយអានេះហើយនេះនៅ2 3ថ្ងៃអីបានបេះហើយនេះអីនៅទូចឡើយបងប្អូនខ្ញុំទៅហៅមើលកន្លែងផ្សេងទៀតជួនកាលវាលាក់នៅក្រោមស្លឹកអនងអញ្ចឹងណានៅខាងលើយើងទៅខាងមកខាងទៀតនេះមើលចូលទៅក្នុងមើលមាននេះនេះនៅទូចនេះនេះអីនៅទូចឡើយអត់ទាន់ធំអូមកដល់ឡើងនេះអានេះក៏យើងធ្វើហើយបងប្អូននេះខ្ញុំកាត់យកហ្មងណាឥឡូវមកខាងទៀតអានោះនេះផ្កាច្រើនណាlook at that បងប្អូននេះធំមែនតើណាវ៉ាវហូបទឹកហ្មងណាធំមែនតើហៅមើលម្ដងមើលទៀតវ៉ាវចិត្តគ្នាមើលអត់ចង់ឃើញមិនឡើងធំម៉ែបងប្អូនធំមែនតើឡើងចង់បាក់មេឃណាអើយបានច្រើនណាស់មើលមកបងប្អូនអើយណាមកកណោណានៅណាទៀតណែធំហើយត្រូវគ្នាប៉ុណ្ណឹងនឹងថាប៉ុណ្ណឹងបានទេឬក៏ទុកប៉ុណ្ណឹងបេះបានទេបងប្អូនខ្ញុំគិតថាប៉ុណ្ណឹងបេះបានហើយកាត់ខ្ញុំចូលចិត្តញ៉ាំផ្លែនងព្រោះអានងវាមានវីតាមីនមានជាតិទឹកច្រើនណាហើយផ្អែមឆ្ងាញ់អានេះមិនទាន់បានទេនេះអានេះទូចអូខេអានេះក៏នៅទូចដែរមិនទាន់បានទេទៅមើល2 3ថ្ងៃទៀតមើលអានេះអីបងប្អូនអានោះខ្ញុំចាប់ដើមដុះផ្លែមកច្រើនហើយអានេះនៅទូចហើយនៅខាងលើជួនកាលនៅលើអីយើងមើលមិនឃើញបេះអត់ដល់អីចឹងណាវាពិបាកលាក់នៅមួយនេះអានេះនៅទូចហើយបងប្អូននៅទូចអូខេអញ្ចឹងគេថាវាអស់ហើយអូខេបងប្អូនឥឡូវតើខ្ញុំមករាប់ផ្លែនងនេះតើផ្លែនងនេះខ្ញុំបានប៉ុន្មានផ្លែ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
6 7 8 wow មាន8ផ្លែនងច្រើនមែនតើបងប្អូនអើយខ្ញុំសប្បាយចិត្តមែនតើបងប្អូនដែលបានផ្លែនងនេះហើយខ្ញុំញួរឡើងធ្ងន់ណាហើយខំដាំបានផលអញ្ចឹងសប្បាយចិត្តណាមានកម្លាំងចិត្តហ្មងណានេះណែបងប្អូនបាន8ផ្លែនងអានងនេះយកទៅឆាយកទៅស្ងោរក៏បានដែរយើងឆាមួយដាក់ពងមាន់អីចឹងទៅហើយស្ងោរយើងអាចស្ងោរស្លប្រហើរស្លអីចឹងណាបងប្អូនដាក់មានរសជាតិឆ្ងាញ់ឬក៏ដាក់សាច់ជ្រូកក៏បានដែរហើយសូមអរគុណបងប្អូនដែលបានមើលវីដេអូនេះសូមជួយចុច follow សម្រាប់វីដេអូបន្ថែមអរគុណច្រើនជម្រាបលាបាយបាយ